ជាដំបូងសូមជំរាបសួរដល់លោកគ្រូពួកយើងមកពីក្រុម SV33 ថ្ងៃនេះដែរពួកយើងនឹងមកធ្វើការបកស្រាយទាក់ទងទៅនឹង project ដែលយើងធ្វើអំពី web design ក្នុងកិច្ចការ final នេះគឺពួកយើងបានបង្កើតនៅ web មួយដែលយើងមាន home page ដែលមាន explore now ដែលយើងចុច explore ហ្នឹងទៅនឹងទៅកាន់ product អញ្ចឹងបើសិនបើយើងចុចប៊ូតុង product ក៏ទៅកាន់ product ដែរអញ្ចឹងបើសិនយើង back មក home វិញយើងចុច explore now នឹងមកកាន់page product ហើយនៅក្នុង page product ហ្នឹងដែរយើងមាននៅ product បាន show នៅ data របស់ product មានតម្លៃហើយទៅនឹងខាងក្រោមនេះបាននិយាយអំពីឈ្មោះហាងដែលនិយាយអំពីRed Store នៅក្នុងនោះផងដែរយើងមាន default មួយដែលយើងអាច sort បានហើយទៅនឹងមាន page បន្ទាប់គឺជា page about ដែលយើងអាចចូលមកយើងមើលអំពី detail របស់យើងមើលពី project product មួយដែលក្នុងនោះយើងមានproduct មានតម្លៃមាន select size ដែលយើងអាច select size បានហើយទៅនឹងមានquantity ដែលយើងអាចតម្លើងហើយនឹងបន្ថយបានចំនួនហើយនឹង add to cart បើសិននឹងនៅខាងក្រោមនេះទៀតគឺមាន product ដូចគ្នាបើសិនយើងចុចទៅវានឹង scroll ឡើងមកលើវិញទោះបីចុចនៅលើ product មួយណាក៏ដោយក៏ scroll មកខាងលើនៃផ្នែក page របស់ product ដែរpage របស់ about ដែរបន្ទាប់មកទៀតនៅក្នុង account គឺយើងមាននៅ page login register ដែលយើងមាន user name password មួយ login បន្ទាប់មកទៀតនៅពេលដែលយើងចុចទៅលើប៊ូតុង Cash យើងនឹងអាចមកកាន់នៅ page មួយដែលយើងអាចធ្វើការ order បានដែលក្នុងនោះយើងបានដាក់នៅ product ចំនួន3និងអាចតម្លើងចំនួនបានពី1ឡើងទៅហើយនឹងបង្ហាញពី subtitle tag ជាមួយនឹង total ផងដែរដូច្នេះហើយត្រង់ page ទាំងអស់គឺយើងអាច switch ទៅមកបានពី home page មក product page មក about នឹងមាន sorting និងមានការប្រាប់ពី detail ផ្សេងៗទៀតអរគុណលោកគ្រូក្នុងការបកពួកយើងបានធ្វើការបកស្រាយចប់ហើយទាក់ទងទៅនឹង website ដែលពួកយើងបានធ្វើទាក់ទងទៅនឹង project ដែលប្រើប្រាស់ Angular មួយនេះអរគុណលោកគ្រូ